សួស្តីកូនកូនក្មួយសិស្សានុសិស្សទាំងអស់គ្នាបាទកូនកូនក្មួយទាំងអស់គ្នាបាទសុខសប្បាយជាទេបាទអញ្ចឹងថ្ងៃនេះបាទលោកគ្រូនឹងលើកយកបាទមេរៀនអំពីការបូកដកគុណចែកសញ្ញាយកមកបាទសិក្សាបាទអញ្ចឹងបាទសម្រាប់កូនកូនក្មួយសិស្សានុសិស្សបាទដែលមិនទាន់បាទយល់ច្បាស់អំពីរបៀបបូកដកគុណចែកសញ្ញាយើងចាប់ពីថ្នាក់ទី7ឡើងទៅបាទគឺយើងចាប់ផ្ដើមជួបហើយលំហាត់ដែលមានសញ្ញាបូកសញ្ញាដកបាទអញ្ចឹងការសិក្សាសញ្ញាបូកដកគុណចែករបស់យើងនៅក្នុងគណិតវិទ្យានេះបាទគឺជាគ្រឹះមួយដ៏សំខាន់សម្រាប់យើងអនុវត្តក្នុងការដោះស្រាយលំហាត់យើងបាទនៅពេលដែលយើងបាទយល់ច្បាស់អំពីសញ្ញាបូកដកបាទយើងអាចធ្វើលំហាត់យើងបានត្រឹមត្រូវហើយបាទអញ្ចឹងបាទយើងចូលសិក្សាអំពីសញ្ញានៅក្នុងគណិតវិទ្យារបស់យើងទាំងអស់គ្នាណាកូនបាទអញ្ចឹងសញ្ញាទី1នេះបាទកូនទាំងអស់គ្នាបាទនឹងជួបហើយនៅក្នុងគណិតវិទ្យាយើងចាប់ពីថ្នាក់ទី7ឡើងទៅបាទគឺប្រមាណវិធីបាទដែលមានសញ្ញាវិជ្ជមានដូចគ្នាបាទអញ្ចឹងបាទនៅពេលដែលប្រមាណវិធីបូករបស់យើងបាទមានតួលេខវិជ្ជមានដូចគ្នាបាទអញ្ចឹងផលបូករបស់វាបាទចេញមកក៏វិជ្ជមានដូចគ្នាដែរណាកូនបាទឥឡូវបាទលោកគ្រូសូមលើកឧទាហរណ៍លំហាត់មួយបាទដើម្បីឲ្យកូនបានយល់អំពីសញ្ញារបស់យើងនេះបាទអញ្ចឹងលំហាត់របស់យើងបាទ6បូកឲ្យបូក3បាទអញ្ចឹងមុនដំបូងបាទកូនសរសេរតំណាងបូកយើងឡើងវិញមកកូនបាទលេខ6របស់យើងបាទបន្ទាប់មកទៀតបាទយើងធ្វើការគុណសញ្ញាបាទបូកគុណឲ្យបូកបាទគឺយើងបានបូកបាទយើងដាក់លេខបូកមកបាទបន្ទាប់មកយើងដាក់តួបូករបស់យើងលេខ3មកបាទរួចហើយបាទយើងធ្វើការបូកមកកូនបាទស្មើបាទ6បូកឲ្យ3បាទស្មើ9បាទឥឡូវបាទយើងចូលសិក្សាអំពីសញ្ញារបស់យើងថ្មីមួយទៀតបាទគឺបាទប្រមាណវិធីដកម្ដងកូនបាទអញ្ចឹងបាទកាលណាប្រមាណវិធីដកយើងបាទដែលមានសញ្ញាដកដូចគ្នាបាទអញ្ចឹងលទ្ធផលចេញមកបាទគឺបូកវិញណាកូនបាទគឺវិជ្ជមានបាទឥឡូវលោកគ្រូសូមលើកឧទាហរណ៍លំហាត់មួយបាទដើម្បីឲ្យកូនបានយល់អំពីសញ្ញានៃប្រមាណវិធីដករបស់យើងនេះបាទឥឡូវលំហាត់របស់យើងបាទគឺ7ដកឲ្យដក3បាទឥឡូវបាទមុនដំបូងបាទយើងសរសេរលេខ7យើងឡើងវិញសិនមកកូនបាទបន្ទាប់មកយើងធ្វើការគុណសញ្ញាគ្នាបាទដកគុណឲ្យដកបាទទៅជាបូកបាទអញ្ចឹងយើងសរសេរលេខបូកនៅបន្ទាប់លេខ7យើងមកបាទរួចយើងដាក់តួបូកយើងលេខ3ឡើងវិញមកបាទអញ្ចឹងបាទ7បូកឲ្យ3បាទស្មើ10បាទឥឡូវយើងចូលទៅសិក្សាសញ្ញារបស់យើងថ្មីមួយទៀតបាទគឺជាប្រមាណវិធីបូកដែរបាទប៉ុន្តែបាទប្រមាណវិធីបូកនេះបាទគឺមានសញ្ញាខុសគ្នាបាទតួលេខរបស់វាបាទគឺមានសញ្ញាខុសគ្នាបាទអញ្ចឹងកាលណាប្រមាណវិធីបូករបស់យើងបាទមានសញ្ញាតួលេខរបស់វាមានសញ្ញាខុសគ្នាបាទអញ្ចឹងលទ្ធផលចេញមកបាទគឺអវិជ្ជមានដូចគ្នាបាទអញ្ចឹងមកលោកគ្រូសូមដាក់ឧទាហរណ៍លំហាត់មួយបាទដើម្បីឲ្យកូនយល់អំពីការធ្វើប្រមាណវិធីបូកដែលមានសញ្ញាខុសគ្នានេះបាទអញ្ចឹងបាទលំហាត់របស់យើងបាទគឺមានលេខបាទ5បូកឲ្យដក8បាទឥឡូវបាទដើម្បីងាយស្រួលក្នុងការដោះស្រាយលំហាត់របស់យើងបាទកូនទាំងអស់គ្នាបាទយើងសរសេរលេខ5យើងឡើងវិញមកសិនមកបាទបន្តមកទៀតបាទយើងធ្វើការគុណសញ្ញាបាទអញ្ចឹងបូកគុណឲ្យដកបាទគឺទៅជាដកបាទអញ្ចឹងយើងដាក់សញ្ញាដកបន្ទាប់លេខ5យើងនេះមកបាទបន្តមកទៀតយើងដាក់លេខ8ចូលមកបាទរួចហើយបាទយើងធ្វើការដកគ្នាមកកូនបាទអញ្ចឹងបាទ5ដក8បាទស្មើដក3បាទ
ឥឡូវបាទយើងចូលសិក្សាសញ្ញារបស់យើងថ្មីមួយទៀតបាទកូនៗអញ្ចឹងបាទតែយើងសញ្ញារបស់យើងបាទគឺយើងសិក្សាអំពីប្រមាណវិធីដកម្ដងណាកូនៗបាទអញ្ចឹងបាទសញ្ញារបស់ប្រមាណវិធីដកយើងនេះបាទកូនៗមើលបាទគឺវាមានសញ្ញាខុសគ្នាណាកូនៗបាទនៅពេលប្រមាណវិធីដកបាទយើងដកជាមួយនឹងតួលេខដែលមានសញ្ញាបូកបាទអញ្ចឹងលទ្ធផលវាចេញមកគឺដកដែរណាកូនៗបាទឥឡូវបាទលោកគ្រូសូមលើកឧទាហរណ៍លំហាត់មួយបាទដើម្បីឲ្យកូនៗបាទយល់អំពីការដោះស្រាយប្រមាណវិធីដកដែលមានសញ្ញាខុសគ្នានេះបាទអញ្ចឹងបាទលំហាត់របស់យើងបាទគឺមានលេខបាទ4ដកឲ្យបូក8បាទបាទអញ្ចឹងបាទដើម្បីធ្វើការគណនាលេខរបស់យើងឲ្យបានត្រឹមត្រូវបាទមុនដំបូងបាទកូនៗសរសេរលេខ4ឡើងវិញសិនមកកូនៗបាទបន្ទាប់មកបើយើងធ្វើការគុណសញ្ញាចូលកូនបាទអញ្ចឹងដកគុណឲ្យបូកបាទស្មើដកបាទរួចហើយយើងដាក់លេខ8យើងចូលមកធ្វើការដកគ្នាមកកូនបាទអញ្ចឹង4ដកឲ្យ8បាទគឺស្មើដក4បាទអញ្ចឹងបាទការរបៀបបូកដកសញ្ញារបស់យើងនេះបាទគឺបានចប់ហើយណាកូនបាទអញ្ចឹងយើងចូលទៅសិក្សាអំពីបាទវិធីគុណសញ្ញាម្ដងណាកូនបាទអញ្ចឹងមកលោកគ្រូសូមលើកយកវិធីគុណសញ្ញាវិជ្ជមាននិងសញ្ញាវិជ្ជមានបាទដើម្បីយើងយកមកសិក្សាទាំងអស់គ្នាណាកូនបាទអញ្ចឹងប្រមាណវិធីគុណសញ្ញារបស់យើងបាទគឺងាយស្រួលក្នុងការចំណាំទេកូនបាទគឺកាលណាប្រមាណវិធីគុណរបស់យើងបាទមានតួលេខវិជ្ជមានដូចគ្នាបាទអញ្ចឹងលទ្ធផលគឺចេញមកវិជ្ជមានដូចគ្នាណាកូនបាទអញ្ចឹងមកលោកគ្រូសូមលើកឧទាហរណ៍លំហាត់មួយបាទដើម្បីឲ្យកូនបានយល់អំពីការគុណសញ្ញាវិជ្ជមាននិងសញ្ញាវិជ្ជមាននេះបាទអញ្ចឹងមកលំហាត់របស់យើងបាទគឺបូក3គុណឲ្យបូក2បាទអញ្ចឹងបាទនៅពេលដែលប្រមាណវិធីគុណរបស់យើងបាទមានតួលេខវិជ្ជមានដូចគ្នាបាទអញ្ចឹងយើងគុណបញ្ចូលគ្នាទៅបាទគឺលទ្ធផលបាទចេញមកគឺវិជ្ជមានបាទអញ្ចឹងបូក3គុណឲ្យបូក2បាទអញ្ចឹងស្មើបូក6បាទប៉ុន្តែបាទយើងសរសេរតែលេខ6យកតែម្ដងទៅបាទយើងមិនបាច់ដាក់សញ្ញាបូកទេបាទព្រោះយើងនៅពេលដែលយើងសរសេរលេខ6បាទគឺយើងដឹងថាវាជាចំនួនវិជ្ជមានហើយបាទឥឡូវយើងចូលទៅសិក្សាសញ្ញារបស់យើងមួយទៀតបាទអញ្ចឹងបាទនេះគឺជាប្រមាណវិធីគុណដែលមានសញ្ញាខុសគ្នាបាទអញ្ចឹងនៅពេលដែលប្រមាណវិធីគុណរបស់យើងបាទមានសញ្ញាបូកនិងសញ្ញាដកបាទអញ្ចឹងលទ្ធផលរបស់វាចេញមកគឺដកហើយណាកូនបាទអញ្ចឹងមកលោកគ្រូសូមលើកឧទាហរណ៍លំហាត់មួយបាទដើម្បីឲ្យកូនបានយល់អំពីប្រមាណវិធីគុណបាទដែលមានសញ្ញាខុសគ្នាបាទលំហាត់របស់យើងបាទគឺមានលេខបាទដក4គុណឲ្យបូក3បាទឥឡូវយើងធ្វើការគុណទាំងអស់គ្នាកូនបាទអញ្ចឹងជាដំបូងបាទយើងត្រូវមើលសញ្ញាសិនកូនបាទយើងត្រូវគុណសញ្ញាវាសិនបាទអញ្ចឹងបាទដកគុណឲ្យបូកបាទគឺស្មើដកបាទ4 3ដង12បាទអញ្ចឹងដក12បាទឥឡូវបាទយើងចាប់ផ្ដើមចូលទៅសិក្សាសញ្ញាថ្មីមួយទៀតណាកូនបាទអញ្ចឹងសញ្ញាគុណរបស់យើងនេះបាទគឺជាប្រមាណវិធីគុណបាទដែលមានបាទសញ្ញាខុសគ្នាដែរណាកូនគឺប្រមាណវិធីគុណបាទដែលមានតួលេខបូកនិងតួលេខដកបាទអញ្ចឹងនៅពេលដែលយើងគុណតួលេខដែលមានសញ្ញាខុសគ្នាបាទអញ្ចឹងលទ្ធផលចេញមកបាទគឺអវិជ្ជមានណាកូនបាទគឺសញ្ញាដកដែរហើយបាទអញ្ចឹងបាទលោកគ្រូសូមដាក់ឧទាហរណ៍លំហាត់ឲ្យកូនបានយល់ទាំងអស់គ្នាបាទអញ្ចឹងបាទលំហាត់របស់យើងបាទគឺបូក5គុណឲ្យដក4បាទដំបូងបាទយើងធ្វើការគុណសញ្ញាសិនមកកូនបាទបូកគុណឲ្យដកបាទគឺស្មើដកបាទបន្ទាប់មកបាទ5 4ដង20បាទអញ្ចឹងស្មើដក20បាទ
bài lỡ dương châu sắc xa sanya nhà côn mày mùi tiết bà đang chẳngประมาณ វិធីគុណសញ្ញារបស់យើងនេះបាទគឺជាប្រមាណវិធីគុណដែលមានសញ្ញាអវិជ្ជមានដូចគ្នាបាទអញ្ចឹងបាទប្រមាណវិធីគុណដែលមានសញ្ញាអវិជ្ជមានដូចគ្នាបាទនៅពេលដែលយើងគុណសញ្ញាទៅបាទគឺវាបានលទ្ធផលវិជ្ជមានបាទគឺសញ្ញាបូកបាទអញ្ចឹងលោកគ្រូសូមលើកឧទាហរណ៍លំហាត់ឲ្យកូនៗបានយល់ទាំងអស់គ្នាណាកូនៗបាទអញ្ចឹងលំហាត់របស់យើងបាទគឺដក6គុណឲ្យដក5បាទឥឡូវកូនៗមើលពីរបៀបគុណទាំងអស់គ្នាណាកូនៗបាទអញ្ចឹងបាទដំបូងបាទយើងធ្វើការគុណសញ្ញាសិនមកកូនៗបាទអញ្ចឹងបាទដកគុណឲ្យដកបាទគឺយើងបានលទ្ធផលបូកបាទបន្ទាប់មកបាទ6គុណឲ្យ5បាទ6 5ម្ដង30បាទអញ្ចឹងយើងស្មើបូក30បាទអញ្ចឹងលោកគ្រូសរសេរលេខ30យកតែម្ដងបាទមិនបាច់ដាក់សញ្ញាបូកទេបាទអញ្ចឹងរបៀបគុណសញ្ញារបស់យើងបាទបានដោះស្រាយរួចរាល់ហើយណាកូនៗបាទឥឡូវយើងចូលទៅដល់របៀបបាទចែកសញ្ញាម្ដងណាកូនៗបាទអញ្ចឹងជាដំបូងបាទយើងចូលសិក្សាអំពីប្រមាណវិធីចែកបាទដែលមានសញ្ញាវិជ្ជមានដូចគ្នាបាទអញ្ចឹងបាទប្រមាណវិធីចែកបាទដែលមានសញ្ញាវិជ្ជមានដូចគ្នាបាទនៅពេលដែលយើងធ្វើការចែកទៅបាទលទ្ធផលរបស់វាបាទគឺវិជ្ជមានដូចគ្នាបាទឥឡូវលោកគ្រូសូមលើកឧទាហរណ៍លំហាត់មួយបាទដើម្បីបង្ហាញឲ្យកូនៗបានយល់ទាំងអស់គ្នាបាទលំហាត់របស់យើងបាទគឺបូក12បាទចែកឲ្យបូក4បាទឥឡូវយើងមើលពីរបៀបចែកសញ្ញាទាំងអស់គ្នាណាកូនបាទអញ្ចឹងរបៀបមើលសញ្ញារបស់ប្រមាណវិធីចែករបស់យើងបាទក៏មិនខុសពីប្រមាណវិធីគុណនោះដែរណាកូនបាទគឺយើងត្រូវគុណសញ្ញាដូចគ្នាបាទកាលណាប្រមាណវិធីចែកយើងដែលមានតួលេខវិជ្ជមានដូចគ្នាបាទគឺសញ្ញាបូកដូចគ្នាបាទអញ្ចឹងផលចែករបស់យើងចេញមកគឺសញ្ញាបូកដូចគ្នាបាទវិជ្ជមានដូចគ្នាបាទឥឡូវយើងធ្វើការចែកមកកូនបាទអញ្ចឹងបូក12ចែកឲ្យបូក4បាទអញ្ចឹងយើងចែកបាន3បាទអញ្ចឹងបាទចម្លើយរបស់យើងដាក់3បាទឥឡូវបើយើងចូលទៅសិក្សាសញ្ញាថ្មីមួយទៀតគឺជាប្រមាណវិធីចែកបាទដែលមានតួលេខអវិជ្ជមានដូចគ្នាបាទអញ្ចឹងបាទនៅពេលដែលប្រមាណវិធីចែកយើងបាទដែលមានតំណាងចែកនិងតួចែកបាទអវិជ្ជមានដូចគ្នាបាទអញ្ចឹងយើងធ្វើការគុណសញ្ញាចូលសិនមកបាទដកគុណឲ្យដកបាទអញ្ចឹងលទ្ធផលចេញមកបាទគឺបូកបាទឥឡូវលោកគ្រូលើកឧទាហរណ៍បាទឲ្យកូនៗបានយល់ទាំងអស់គ្នាមួយបាទអញ្ចឹងលំហាត់របស់យើងបាទគឺដក14បាទចែកឲ្យដក7បាទអញ្ចឹងបាទយើងចាប់ផ្ដើមធ្វើការគុណសញ្ញាមកកូនបាទឥឡូវដកគុណឲ្យដកបាទអញ្ចឹងយើងលទ្ធផលយើងចេញមកដឹងតែបូកហើយបាទឥឡូវយើងធ្វើការចែកមកបាទ14ចែកឲ្យ7បាទអញ្ចឹងយើងចែកបាន2បាទអញ្ចឹងលទ្ធផលរបស់យើងបាទគឺវិជ្ជមានបាទ2បាទបន្តមកទៀតបាទយើងចូលសិក្សាសញ្ញាប្រមាណវិធីចែកយើងមួយទៀតបាទអញ្ចឹងបាទប្រមាណវិធីចែករបស់យើងនេះបាទគឺមានតំណាងចែកនិងតួចែកបាទគឺមានសញ្ញាខុសគ្នាបាទអញ្ចឹងនៅពេលដែលប្រមាណវិធីចែកដែលយើងមានតំណាងចែកនិងតួចែកមានសញ្ញាខុសគ្នាបាទអញ្ចឹងយើងលទ្ធផលដែលយើងចែកបានគឺអវិជ្ជមានដូចគ្នាបាទគឺយើងគុណសញ្ញាបាទដកគុណឲ្យបូកបាទគឺស្មើដកបាទឥឡូវលោកគ្រូសូមលើកលំហាត់ឧទាហរណ៍ឲ្យកូនៗបានយល់ទាំងអស់គ្នាបាទឥឡូវលំហាត់របស់យើងបាទគឺមានលេខដក15ចែកឲ្យបូក3បាទអញ្ចឹងដើម្បីយើងធ្វើការចែកប្រមាណវិធីដែលមានសញ្ញាខុសគ្នានេះបានត្រឹមត្រូវបាទអញ្ចឹងកូនត្រូវធ្វើការគុណសញ្ញាជាមុនសិនណាកូនបាទអញ្ចឹងដក15ចែកឲ្យបូក3បាទយើងគុណសញ្ញាមកបាទដក
គុណឲ្យបូកបាទគឺលទ្ធផលគឺដកបាទអញ្ចឹងបាទយើងធ្វើការចែកមកកូនបាទ15ចែកឲ្យ3បាទអញ្ចឹងយើងចែកបានប្រមាណកូនបាទ15ចែកឲ្យ3គឺស្មើ5បាទអញ្ចឹងលទ្ធផលរបស់យើងគឺស្មើដក5ណាកូនបាទឥឡូវបាទយើងចូលទៅសិក្សាសញ្ញាចែករបស់យើងបន្តទៀតបាទអញ្ចឹងសញ្ញាចែករបស់យើងមួយនេះបាទគឺជាប្រមាណវិធីចែកបាទដែលមានតំណាងចែកនិងតួចែកមានតម្លៃខុសគ្នាដែរណាកូនបាទអញ្ចឹងបាទនៅពេលដែលប្រមាណវិធីចែកដែលយើងមានសញ្ញាបូកដកខុសគ្នាបាទអញ្ចឹងយើងធ្វើការគុណសញ្ញាមកអញ្ចឹងលទ្ធផលរបស់ផលចែករបស់យើងចេញមកគឺអវិជ្ជមានដូចគ្នាបាទឥឡូវលោកគ្រូសូមលើកឧទាហរណ៍លំហាត់មួយបាទដើម្បីឲ្យកូនបានយល់ពីប្រមាណវិធីចែកបាទដែលមានតំណាងចែកនិងតួចែកបាទមានសញ្ញាខុសគ្នាបាទឥឡូវលំហាត់របស់យើងបាទគឺមានលេខបាទបូក18ចែកឲ្យដក9បាទអញ្ចឹងដំបូងបាទយើងធ្វើការគុណសញ្ញាសិនមកកូនបាទអញ្ចឹងបាទបូកគុណឲ្យដកបាទអញ្ចឹងលទ្ធផលយើងចេញមកបាទគឺដកហើយណាកូនបាទបន្ទាប់មកបាទយើងធ្វើការចែកលេខយើងមកបាទ18ចែកឲ្យ9បាទបាន2បាទអញ្ចឹងបូក18ចែកឲ្យដក9បាទអញ្ចឹងលទ្ធផលយើងចេញមកបាទគឺស្មើដក2បាទអញ្ចឹងកូនទាំងអស់គ្នាបាទយល់អំពីរបៀបបូកដកគុណចែកសញ្ញានៅក្នុងមេរៀនយើងនេះដែរទេកូនបាទអញ្ចឹងបាទលោកគ្រូសង្ឃឹមថាកូនបាទយល់អំពីរបៀបបូកដកគុណចែកសញ្ញានេះហើយណាបាទអញ្ចឹងមេរៀនរបស់លោកគ្រូនេះបានដល់ទីបញ្ចប់ហើយបាទអញ្ចឹងសូមកូនទាំងអស់គ្នាបាទខិតខំរៀនសូត្របន្ថែមទៀតណាកូនបាទសម្រាប់កូនបាទដែលមិនទាន់បានយល់ច្បាស់អំពីការគុណសញ្ញារបស់យើងនេះបាទអញ្ចឹងកូនអាចសិក្សានៅមេរៀននេះសារឡើងវិញបានណាកូនបាទអញ្ចឹងបាទលោកគ្រូសូមអរគុណបាទសូមជម្រាបលាបាទជួបគ្នានៅវីដេអូមេរៀនក្រោយទៀតបាទ